ជំរាបសួរបងប្អូនទាំងអស់គ្នាទឹកចិត្តនៅក្នុងការធ្វើវីដេអូជូនបងប្អូនសូមបញ្ជាក់ថាការធ្វើវីដេអូនេះដែរយើងត្រូវការចំណាយកម្លាំងពេលវេលាផ្សេងដូច្នេះជឿថាបងប្អូនធ្វើការលើកទឹកចិត្តតែគ្រាន់តែចុចsubscribe បាទជូនខ្ញុំបានមួយតែប៉ុណ្ណោះអញ្ចឹងសូមអរគុណច្រើនអញ្ចឹងដើម្បីយើងចូលដល់មេរៀនរបស់យើងបន្ថែមទៀតបាទដូច្នេះនៅក្នុងមេរៀនរបស់យើងបាទខ្ញុំចង់បញ្ជាក់បងប្អូនជាទូទៅគឺនៅក្នុង HR Management គឺយើងមានទាំងអស់8 function ឬក៏ហៅថាភារកិច្ចសំខាន់ដែលយើងអនុវត្តបាទនៅក្នុង8ទាំងអស់នេះគឺបងប្អូននឹងរៀនជាមួយនឹងខ្ញុំបាននៅក្នុងមាតិកាដូចខាងក្រោមនេះអញ្ចឹងទី1គឺតើអ្វីទៅគឺជាការគ្រប់គ្រងធនធានមនុស្សការជ្រើសរើសបុគ្គលិកប្រកបដោយប្រសិទ្ធភាពការបណ្ដុះបណ្ដាលនិងអភិវឌ្ឍសមត្ថភាពបុគ្គលិកការវិនិច្ឆ័យការងារការគ្រប់គ្រងប្រាក់បៀវត្សនិងអត្ថប្រយោជន៍ការរក្សាទំនាក់ទំនងការងារការធានាសុវត្ថិភាពនិងសុវត្ថិភាពការងារការរៀបចំគោលនយោបាយធនធានមនុស្សនិងអនុលោមភាពច្បាប់ស្តីពីការងារអញ្ចឹងជារួមបងប្អូននឹងសិក្សាមេរៀនការគ្រប់គ្រងធនធានមនុស្សនៅក្នុងចំណុចទាំងអស់នេះខ្ញុំចង់បញ្ជាក់ផងដែរថាមេរៀនដែលខ្ញុំបានធ្វើដើម្បីចែករំលែកឬក៏បង្រៀនបងប្អូននេះគឺចែកចេញទៅជា3កម្រិតអញ្ចឹងកម្រិតទី1ដែលបងប្អូនកំពុងតែឃើញនេះគឺខ្ញុំចែករំលែកគេហៅថាកម្រិតដំបូងបាទសម្រាប់បងប្អូនឬក៏សិស្សានុសិស្សដែលមិនទាន់បានចេះសោះឬក៏បងប្អូនដែលកំពុងតែបំពេញការងារជាជំនួយការនៅក្នុងផ្នែកធនធានមនុស្សឬក៏វិស័យនៅក្នុងធនធានមនុស្សនេះបងប្អូនអាចចូលទៅមើលមេរៀននេះបានដើម្បីជាមេរៀនដើម្បីរំលឹកនិងជំរុញឲ្យបងប្អូនធ្វើការងារកាន់តែប្រសើរឡើងថែមទៀតប្រកបដោយជំនាញរបស់បងប្អូនបាទអញ្ចឹងទី1ថាតើអ្វីទៅជាការគ្រប់គ្រងធនធានមនុស្សបាទដើម្បីអាចចូលដល់មេរៀនរបស់យើងខ្ញុំចង់ណែនាំជូនបងប្អូនបន្តិចខ្ញុំបានឈ្មោះវិញទូចបាទខ្ញុំមានបទពិសោធន៍15ឆ្នាំជាងហើយនៅក្នុងទូនាទីជាប្រធាននាយកដ្ឋានរដ្ឋបាលនិងធនធានមនុស្សបាទហើយក៏ជាអ្នកប្រឹក្សាផ្នែកធនធានមនុស្សមួយរូបដែរបាទខ្ញុំជា freelance ហើយក៏មានដៃគូជាមួយនឹងក្រុមហ៊ុនផ្សេងទៀតដែលគាត់មានបំណងចង់ត្រូវការឲ្យខ្ញុំបាទជួយ support ទៅដល់ឬក៏ផ្ដល់សេវាកម្មឲ្យគាត់បន្ថែមទៀតបាទហើយជាពិសេសនោះនៅក្នុងវិស័យសំណង់ឬក៏សេវាកម្មផ្សេងទៀតដែលខ្ញុំបានបំពេញការងារចង់បញ្ជាក់បងប្អូនថារួមមកដល់យើងជាប្រធានគេមិនភ្លាមយើងឡើងទៅជាប្រធានគេនោះទេអញ្ចឹងជាបឋមគឺយើងខិតខំប្រឹងប្រែងធ្វើជាជំនួយការរបស់គេព្រោះដំបូងយើងអត់ទាន់យល់អ្វីទាំងអស់ដូច្នេះហើយយើងត្រូវតែខំប្រឹងប្រែងដើម្បីយើងបង្កើនសមត្ថភាពរបស់យើងដើម្បីយើងអាចក្លាយទៅជាប្រធានផ្នែកឬក៏ HR Admin Manager នឹងបាទអញ្ចឹងយើងខ្ញុំក៏បញ្ចប់នៅក្នុងថ្នាក់អនុបណ្ឌិតដែរបាទមានគ្រប់គ្រងពាណិជ្ជកម្មនិងបរិញ្ញាបត្រច្បាប់ហើយចំណូលចិត្តរបស់ខ្ញុំចង់ជម្រាបជូនបងប្អូនថាខ្ញុំចូលចិត្តចែករំលែកនិងបណ្ដុះបណ្ដាលដល់បងប្អូនផ្សេងជាច្រើនដូច្នេះបងប្អូនក៏អាចធ្វើការទំនាក់ទំនងមកបានឬក៏អាចហៅជជែកគ្នាលេងបាទក្រៅផ្លូវការឬក៏ចុងសប្តាហ៍អីបាទពេលជាមួយគ្នាដើម្បីជជែកគ្នាលេងចែករំលែកពាក់ព័ន្ធនៅក្នុងវិស័យធនធានមនុស្សបាទអញ្ចឹងអរគុណបងប្អូនច្រើនដែលមកកាន់ channel HR Tip Cambodia
បាទដូច្នេះថាតើអ្វីទៅគឺជាការគ្រប់គ្រងធនធានមនុស្សបាទឬក៏ what is the HR management អញ្ចឹងគឺជាសំណួរដើម្បីរំលឹកបងប្អូនបាទអញ្ចឹងឃើញថានៅក្នុងតួនាទីរបស់ HR នៅក្នុងស្ថាប័នឬក៏អង្គការមួយគឺសំខាន់មែនទែនបាទដើម្បីដឹកនាំមនុស្សបាទនិយាយសាមញ្ញគឺយើងធ្វើការងារពាក់ព័ន្ធជាមួយនឹងមនុស្សដើម្បីដឹកនាំមនុស្សឲ្យសម្រេចទៅតាមគោលដៅរបស់ក្រុមហ៊ុនអញ្ចឹងនៅក្នុងនាមយើងជា HR យើងត្រូវស្គាល់ថាអ្វីទៅគឺជាគោលដៅរបស់ក្រុមហ៊ុនអញ្ចឹងនៅពេលដែលយើងបងប្អូនចូលទៅក្នុងក្រុមហ៊ុនណាអញ្ចឹងផលិតផលហ្នឹងគឺជាទ្រព្យរបស់ក្រុមហ៊ុនដែរបាទមិនមែនគ្រាន់តែបងប្អូនប្រើប្រាស់ដូចជារបស់ផ្សេងទេគឺមនុស្សគឺគាត់យើងប្រើគាត់ដើម្បីឲ្យគាត់ផលិតការងារបាទទៅតាមក្រុមហ៊ុនទៅតាមសម្រាប់ផែនការគោលដៅសម្រាប់ជួនក្រុមហ៊ុនអញ្ចឹងដើម្បីអាចឲ្យគាត់ធ្វើការងារឬក៏សម្រាប់គោលដៅរបស់គាត់បានតើយើងត្រូវធ្វើយ៉ាងម៉េចនៅក្នុងកន្លែងនេះហើយដែលជាតួនាទីរបស់ផ្នែក HR បាទឬក៏ធនធានមនុស្សហ្នឹងនៅក្នុងការរៀបចំបាទទៅតាមផ្នែកនីមួយៗឬក៏តួនាទីរបស់គាត់នីមួយៗដើម្បីឲ្យគាត់អនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពឬក៏និយាយជារួមគឺឲ្យគាត់ធ្វើការងារឲ្យក្រុមហ៊ុនឬក៏ស្ថាប័ននោះឲ្យសម្រេចបាទដើម្បីទទួលបានផលប្រសើរវិជ្ជមាននិយាយដល់សាមញ្ញថាបុគ្គលិកធ្វើការងារជូនក្រុមហ៊ុនហើយក្រុមហ៊ុនគឺផ្ដល់កម្រៃឬក៏ប្រយោជន៍ផ្សេងៗជូនទៅបុគ្គលិកវិញដូចគ្នាដែរបាទអញ្ចឹងនិយាយជាសង្ខេបគឺយើងអឺផ្នែកធនធានមនុស្សគឺធ្វើការងាររៀបចំគ្រប់គ្រងអភិវឌ្ឍនៅក្នុងអង្គការឬក៏ស្ថាប័នអញ្ចឹងស្ថាប័ននេះខ្ញុំចង់និយាយថាមិនមែនជាស្ថាប័នសាធារណៈទេគឺជាស្ថាប័នឯកជនបាទឬក៏ក្រុមហ៊ុនឯកជនដែលបងប្អូនបានស្គាល់ហើយនេះហើយគឺជានិយមន័យនៃការគ្រប់គ្រងធនធានមនុស្សបាទអញ្ចឹងនៅខាងក្នុងនោះដែរភារកិច្ចសំខាន់របស់ផ្នែកធនធានមនុស្សយើងឃើញថារៀបចំដឹកនាំដោយបងប្អូនបានឃើញនៅក្នុងចំណុចទី1មិញបាទយើងចំណុចទី2យើងនឹងធ្វើការសិក្សាទៅលើការជ្រើសរើសបុគ្គលិកបាទអញ្ចឹងនៅក្នុងការណែនាំរបស់ខ្ញុំគឺមានប៉ុណ្ណឹងបើសិនជាបងប្អូនមានសំណួរអីផ្សេងសូមបងប្អូនបានចុច like បាទឬក៏ share មេរៀនទៅដល់អ្នកផ្សេងទៀតដើម្បីអាចឲ្យគាត់ចូលមើលមេរៀននេះបានបាទសូមអរគុណសូមជួបគ្នានៅមេរៀនក្រោយៗទៀតបាទសូមអរគុណសូមជម្រាបលា